ការសម្រាប់ដាក់ LED ធំមួយនៅទីនេះគឺជាការមួយតាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិទាំងអស់ដើម្បីមកចូលរួមទស្សនានៅទីលានតេជោនេះហើយក៏វាជាការលើកលេចធ្លោមួយភាពប្រណិតមួយសម្រាប់ក្រុមហ៊ុនក៏ជាគម្រោង Peninsula Bay នេះផងដែរបាទតាក់ទងជាមួយនឹងការជ្រើសរើសផលិតផលហ្នឹងគឺពួកខ្ញុំត្រូវបានជ្រើសរើសរឹតបន្តឹងខ្លាំងមែនទែនដោយសារតាក់ទងជាមួយនឹងបច្ចេកទេសដោយសារគម្រោងរបស់ពួកខ្ញុំនេះគឺនៅមុខសមុទ្រអញ្ចឹងហើយបានជាពួកខ្ញុំបានសម្រេចចិត្តថាត្រូវជ្រើសរើសយក brand ណាមួយការពារនឹងជម្រាបទឹកការពារនឹងភាពចេះហើយនឹងការពារធម្មជាតិផ្សេងៗដូចជាជាតិអំបិលពីជាតិសមុទ្រអីជាដើមការជ្រើសរើសយក Hikvision យកមកប្រើប្រាស់នៅក្នុងគម្រោងមួយនេះគឺដោយសារ Hikvision ក៏ជាក្រុមហ៊ុនមួយធំជា brand មួយសម្រាប់អន្តរជាតិដែលជាប្រភេទគាត់អាចធ្វើជាអេក្រង់ប្រភេទ 3D ហើយក៏ជាប្រភេទអេក្រង់ដែលមានពន្លឺច្បាស់ល្អអញ្ចឹងយើងក៏បានយល់ឃើញថាក្រុមហ៊ុនរបស់ពួកគាត់ហ្នឹងគឺអាចមានលទ្ធភាពក្នុងការគ្រប់គ្រងនៅស្ថានភាពជាក់ស្ដែងនៅក្នុងគម្រោងហ្នឹងផងដែរមូលហេតុដែលក្រុមហ៊ុនលោកបានខ្ញុំជ្រើសរើសយក LED ម៉ាក Hikvision មកដំឡើងក្នុងគម្រោងសាងសង់នេះទី1ក្រុមហ៊ុនលោកបានរបស់ខ្ញុំមានកិច្ចសហការដ៏ល្អនិងស៊ីជម្រៅជាមួយក្រុមហ៊ុន LED ម៉ាក Hikvision ទី2ផលិតផល LED ម៉ាក Hikvision មានគុណភាពខ្ពស់តម្លៃសមរម្យប្រើប្រាស់បានយូរអាយុកាលវែងមិនងាយខូចហើយងាយស្រួលជួសជុលទៀតផងតាក់ទងជាមួយសេវាកម្មខ្ញុំឃើញថាសេវាកម្មដោយសារក្រុមហ៊ុន Hikvision គឺគាត់មានក្រុមការងារនៅក្នុងស្រុកខ្មែរផ្ទាល់ដែលគាត់អាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាភ្លាមឧទាហរណ៍ថាពេលដែលខាងក្រុមហ៊ុនខ្ញុំមានបញ្ហាអីមួយគឺគាត់អាចនឹងដោះស្រាយក្នុងរយៈពេល6ម៉ោងតាក់ទងជាមួយនឹងបច្ចេកវិទ្យាពន្លឺខ្ញុំគិតថាbrand Hikvision នេះគឺជា brand មួយដែលជាលំដាប់មួយដែលអាចបំពេញតម្រូវការទាំងយប់ទាំងថ្ងៃបាទគឺយើងអាចប្រើប្រាស់បានតាំងពីព្រឹករហូតដល់ល្ងាចដល់យប់ដែលអាចដូចថាតាក់ទាញភ្ញៀវបានច្រើនមែនទែនតាក់ទងជាមួយនឹងការជ្រើសរើស brand Hikvision នេះពួកខ្ញុំក៏បានរំពឹងទុកទៅថ្ងៃអនាគតថានឹងអាចនឹងតាក់ទាញភ្ញៀវផ្សេងដែលអាចគាត់នឹងចង់ធ្វើការផ្សព្វផ្សាយនៅលើអេក្រង់នៅលើគម្រោងមួយនេះដែរបាទហើយណាមួយនៅពេលដែលគុណភាពមិនបានយូរគឺការផ្សព្វផ្សាយពួកខ្ញុំក៏មានការខាតបង់ច្រើនអញ្ចឹងបើសិនជាគុណភាពល្អពួកខ្ញុំក៏ទទួលបានលទ្ធផលនិងចំណូលបានច្រើនដូចគ្នាជាចុងក្រោយខ្ញុំគិតថាការសម្រេចចិត្តរបស់ខ្ញុំនេះគឺត្រឹមត្រូវបាទនៅថ្ងៃអនាគតបើសិនជាមានដៃគូសហការឬក៏ជាមិត្តភ័ក្តិផ្សេងដែលគាត់នឹងស្វែងរកអេក្រង់ LED ខ្ញុំនឹងណែនាំ Hikvision នេះជូនទៅពួកគាត់